ចូល comment នៅក្នុង TikTok របស់ខ្ញុំមកកុំថាខ្ញុំចេះតែយកមកនិយាយបង្កើតពាក្យខ្លួនឯងយកមកនិយាយតែឥឡូវខ្ញុំនឹងដាក់ comment បងប្អូនអានតាមការគួរទៅហើយខ្ញុំលក់ថ្នាំភ្នែកនេះគឺខ្ញុំលក់មក12ឆ្នាំហើយចាខ្ញុំលក់មក12ឆ្នាំហើយតាក់ទងនឹងបញ្ហាសុខភាពភ្នែកណាបើសិនជាថ្នាំភ្នែកកន្ទុយថ្លែនប្រើអត់ជាប្រើអត់បានផលខ្ញុំមិនអាចឈរជើងមកដល់12ឆ្នាំទេចាហើយវិទ្យាសាស្ត្របងប្អូនសម័យនេះគឺសម័យ2025យើងដើរឲ្យទាន់សម័យកាលណាអ្នកខ្លះគាត់នៅចំចិត្តថាអត់មានថ្នាំព្យាបាលទេសម័យនេះសូម្បីតាជំងឺមហារីកមកអីក៏គេមានវ៉ាក់សាំងគេមានថ្នាំសម្រាប់ចាក់ព្យាបាលដែរចាអញ្ចឹងឧទាហរណ៍ខ្លីងាយយល់បើសិនជាជំងឺ COVID-19 ណាខ្ញុំចង់ផ្ដាំឲ្យបងប្អូនស្រីយល់ណាចាបើសិនជាជំងឺ COVID-19 កើតនៅប្រទេសខ្មែររបស់យើងស្រុកខ្មែររបស់យើងណាប្រកាសជាមានអ្នកស្លាប់ហើយដោយសារយើងគិតថាវាអត់មានវ៉ាក់សាំងអត់មានថ្នាំសម្រាប់ព្យាបាលជាទេប៉ុន្តែនេះយើងកើតនៅចិនកើតនៅស្រុកគេមុនគេរកវ៉ាក់សាំងឃើញអញ្ចឹងបដល់បច្ចុប្បន្ននេះក៏អត់មានបញ្ហាទេសម្រាប់ COVID-19 គឺយើងមានសម្រាប់វ៉ាក់សាំងការពារព្យាបាលដល់បច្ចុប្បន្ននេះគឺយើងរស់រានមានជីវិតធម្មតាអញ្ចឹងថ្នាំមួយវាកើតឡើងដោយការស្រាវជ្រាវរកឃើញឲ្យតែគេរកឃើញថាថ្នាំណាដែលព្យាបាលនឹងជំងឺភ្នែកយើងសាកល្បងមើលសិនទៅតើវាប្រើទៅបានផលឬក៏អត់ចាសំខាន់យើងសាកល្បងសិនថាប្រើនឹងវាទទួលបានលទ្ធផលប៉ុណ្ណាគេរកឃើញធម្មតាវិទ្យាសាស្ត្រគេរកឃើញបានគេយកមកលក់គេយកមកប្រើប្រាស់ឲ្យបងប្អូនទាំងអស់គ្នាហើយអ្នកខ្លះគាត់នៅថាអត់មានថ្នាំលេបទេអត់មានថ្នាំញ៉ាំសម្រាប់ព្យាបាលជំងឺភ្នែកកន្ទុយថ្លែនទេមានតែចេះមួយមានតែចោះមួយបងប្អូនខ្ញុំលក់នេះមិនមែនលក់បោកប្រាស់ប្រជាជនខ្មែរយើងទេគឺខ្ញុំលក់ចង់ឲ្យប្រជាជនខ្មែរយើងយកទៅប្រើប្រាស់ទទួលបានលទ្ធផលគាត់អាចធ្វើការងារបានធម្មតាចាហើយខ្ញុំក៏មិននិយាយបិទថាអូបងប្អូនអត់ចង់ឲ្យបងប្អូនទៅបកកន្ទុយថ្លែននៅពេទ្យនៅអីទេបងប្អូនជាជំរើសរបស់បងប្អូនទាំងអស់គ្នាជាសិទ្ធិរបស់បងប្អូនទាំងអស់គ្នាហៅសិទ្ធិបុគ្គលណាបងប្អូនសម្រាប់ចិត្តបែបណាអានឹងវាជារឿងរបស់បងប្អូនទាំងអស់គ្នាខ្ញុំអត់មានសិទ្ធិទៅបខំទេចាបងប្អូនចង់ប្រើប្រាស់ថ្នាំខាងខ្ញុំក៏បានបងប្អូនចង់ជ្រើសរើសទៅប្រើបែបវិទ្យាសាស្ត្រដូចបកឬក៏វះកាត់ក៏បានដែរចាអញ្ចឹងវាជាជំរឿបងប្អូនទេអញ្ចឹងអ្នកណាគេចង់ប្រើថ្នាំក៏គេប្រើថ្នាំទៅអ្នកណាដែលជំរឿយកការបកវាកាត់វាជាជំរឿបងប្អូនអ្នកសម្រាប់ចិត្តទេអ្នកខ្លះគាត់មកក្តៅកាហាយមួយខ្ញុំថាំងលក់កុហកគេលក់បោកគេអីអញ្ចឹងណាប៉ុន្តែអ្នកទាំងអស់នឹងអត់ទាន់បានប្រើឱសថខាងយើងទេអញ្ចឹងបានខ្ញុំនិយាយថាឲ្យបងប្អូនសម្រាប់ចិត្តដោយខ្លួនឯងវាមិនមែនជាជំរឿរបស់ខ្ញុំទេជំរឿរបស់បងប្អូនទាំងអស់គ្នាចាអញ្ចឹងបើសម្រាប់បងប្អូនដែលគាត់ថាចង់អ្នកខ្លះគាត់ទៅខ្ញុំជួបភ្ញៀវរបស់ខ្ញុំមកសុទ្ធតែអ្នកធំណាអ្នកខ្លះគាត់ទៅដល់ក្រៅប្រទេសចាអ្នកខ្លះគាត់ទៅដល់ថៃទៅដល់វៀតណាមអ្នកខ្លះទទួលសេវាកម្មព្យាបាលភ្នែកនៅស្រុកខ្មែររបស់យើងអ្នកខ្លះមើលឡើងឆ្អែតនៅស្រុកខ្មែររហូតដល់មើលលេងជាគេរុញចេញទៅក្រៅប្រទេសទៀតចាគេរុញចេញទៅខាងក្រៅប្រទេសទៀតអញ្ចឹងនៅពេលដែលអ្នកខ្លះគាត់ថាមើលឆ្អែតហើយគាត់មើលឆ្អែតហើយគាត់ចង់សាកល្បងប្រើថ្នាំខាងយើងម្ដងចាគាត់ចង់សាកល្បងតើប្រើទៅបានលទ្ធផលអ្នកខ្លះគាត់ទៅនេះទៅនោះឆ្អែតហើយពេលគាត់ទទួលបានលទ្ធផលល្អត្រឹមថ្នាំរបស់យើងដូចគ្នាគាត់ថាថ្នាំខ្ញុំមិនមែនថ្នាំទឹកមិនមែនថ្នាំទេវតាទេបងប្អូនខ្ញុំលក់ថ្នាំបែបវិទ្យាសាស្ត្រដូចគ្នាគាត់ថាឱសថបែបធម្មជាតិវាអត់ប៉ះពាល់សុខភាពខ្ញុំមិនមែនលក់ថ្នាំទេវតាគាត់តែនិយាយទៅបងប្អូនជាទេចាឬក៏គាត់តែលេបតាមមួយគ្រាប់ទៅជាអត់មានទេយើងប្រើត្រូវការរយៈពេលយើងប្រើទៅតាមកម្រិតកោសិកាភ្នែកជាក់ស្ដែងយើងប្រើទៅតាមសុខភាពរាងកាយរបស់យើងដែរបើអ្នកខ្លះគាត់សុខភាពរាងកាយរបស់គាត់ទ្រុឌទ្រោមខ្សោយគាត់មានជំងឺច្រើនអាហ្នឹងក៏យើងអាចប្រើត្រូវការរយៈពេលដោយសាររាងកាយរបស់យើងខ្សោយការបឺស្រូបថ្នាំទៅចិញ្ចឹមរាងកាយបានយឺតវាអាចនឹងប្រើពេលតែបើអ្នកខ្លះអត់មានបញ្ហាសុខភាពមានតែភ្នែកកន្ទុយថ្លែនអាហ្នឹងយើងប្រើលឿនចាយើងប្រើលឿនប្រើទៅតាមកម្រិតភ្នែកជាក់ស្ដែងដែរអញ្ចឹងបើសិនជាបងប្អូនដែលមានបញ្ហាភ្នែកចាអាចធ្វើការតាក់ទងមកនាងខ្ញុំបានដែលបងប្អូនធ្លាប់ប្រើប្រាស់ផលិតផលជាច្រើនធ្លាប់ធ្វើវិធីសាស្ត្រជាច្រើនហើយនៅតែមិនទទួលបានលទ្ធផលល្អបងប្អូនអាចធ្វើការតាក់ទងមកនាងខ្ញុំបានចា